អង្គម្ចាស់ចិនណាំងព្រះអង្គម្ចាស់ចិនណាំងនេះព្រះម្ចាស់ចិនណាំងហេតុអីក៏គេចេះនិយាយជាមនុស្សគោហើយមិនក៏អញ្ចឹងមិនក៏គេចេះនិយាយត្រូវហើយចម្លែកមែនទេមិនក៏អញ្ចឹងបែបនេះមិនអាចហៅចាប្រុសគ្រួសារស៊ូជាមនុស្សគោទេឡើងធំជួបព្រះអង្គម្ចាស់ចិនណាំងហើយមិនក៏មកលុតជង្គង់ឃ្លានទៅចាប់លុតជង្គង់ទៅលុតជង្គង់អូយចេញព្រះម្ចាស់គេអូយចេញក្រាបទូលមិនអាចទៅពីទេអ្នកទាំងអស់គ្នាក្រោកឡើងប្រគុណព្រះអង្គម្ចាស់យើងដល់លោកគ្រូចាងលើតាមលោកគ្រូស៊ីថាអ្នកទាំងអស់គ្នាមកស្វាគមន៍ចៅប្រុសរបស់គ្រូសាស៊ូអ៊ីនតនយើងមានការចម្លែកក៏ចេញមកមើលតែម្ដងទៅទាំងអស់គ្នាមិនចាំបាច់ខាត់ខ្ញុំទេព្រមចាំមានបន្ទូលត្រូវទូលបង្គំមានបំណងចេញមកស្វាគមន៍ស៊ូអ៊ីនតនអញ្ចឹងស៊ូអ៊ីនតនប្រកាសជាមានចំណុចពិសេសហើយស៊ូអ៊ីនតនសរសេរអក្សរផ្ចង់ច្រើនប្រភេទអក្សរផ្ចង់នីមួយៗយ៉ាងណាក៏មានសមិទ្ធផលជាច្រើនយ៉ាងការសរសេរដូចជាព្រះអញ្ចឹងមិនអាយុ10ឆ្នាំសមិទ្ធផលជាច្រើនទសវត្សរ៍លោកគ្រូស៊ីលោកពិតជាបកកែគណិតវិទ្យាណាស់ក្រៅពីនេះស៊ូអ៊ីនតនចេះអាននិងយល់ដឹងពោពេញទៅដោយចំណេះដឹងរៀនសូត្រពោពេញទៅដោយចំណេះដឹងលោកគ្រូស៊ីលោកប្រហែលជាចាស់ប្រវេប្រវត្តិហើយក្មេងអាយុ10ឆ្នាំគួរតែរៀនត្រឹមតែថ្នាក់ទី4តែប៉ុណ្ណោះទេគាត់បាននិយាយថាក្មេងតូចម្នាក់នេះពោពេញទៅដោយចំណេះដឹងលោកគ្រូស៊ីលោកប្រហែលជាចាស់ប្រវេប្រវត្តិអស់ហើយមើលទៅនេះជាអ្វីដែលយើងឃើញផ្ទាល់ភ្នែកទាំងអស់គ្នាកុំឃើញថាស៊ូអ៊ីនតនមានអាយុតិចក្នុងចំណោមមនុស្សដែលយើងស្គាល់មានអក្សរសាស្ត្រគឺជ្រៅបំផុតណាជ្រៅបំផុតជ្រៅលោកគ្រូស៊ីខ្ញុំនឹងថាលោកនៃពុកព្រះអង្គម្ចាស់ខិតខំសម្ដែងខ្លាំងណាស់ពីពុកខ្ញុំជាសិស្សដូចជាលោកគ្រូសម្ដែងជ្រុលពេកហើយបនបានលោកគ្រូស៊ូហុងយីលោកគ្រូស៊ីនិយាយថាចៅប្រុសរបស់លោកមិនអាចប្រៀបផ្ទឹមបានតើនេះជាការពិតដែរទេនេះអូនប្រឆ្កែរបស់ទូលបង្គំតាមពិនគ្រាន់តែមានរូបរាងតែប៉ុណ្ណោះទេប្រហែលជាត្រូវគេកុហកហើយមើលទៅនោះនេះបិទមាត់ទៅបិទមាត់ឯងមិនសាកសមជាសិស្សរបស់យើងទោះបីបងជារំមួយឯងក៏អាចរកមិនឃើញលោកគ្រូខ្ញុំបិទមាត់បើឯងមានសមត្ថភាព1/10នៃស៊ូអន្តរគ្រួសារស៊ូប្រកាសជាងើបយូរមកហើយថាម៉េច1/10ហ៎លោកគ្រូស៊ីប្រហែលជាឈួតហើយគេគ្រាន់តែជាក្មេងមកពីស្រុកស្រែមានរឿងអីប្រៀបផ្ទឹមជាមួយផងយានរបស់យើងនោះនិយាយតែមកគ្មានអីស្មាងទេចាំបន្តិចទៀតការប្រជុំយុទ្ធសាស្ត្រផ្នែកអក្សរសាស្ត្រនឹងត្រូវលើកឡើងលោកគ្រូស៊ីក៏សរសើរខ្លាំងហើយដំណើរគ្រួសារស៊ូមកប្រយុទ្ធចោះតើវាយ៉ាងម៉េចដែរគ្រួសារស៊ូទុកជាស្អីទៅមានស្អីឲ្យយើងជំនួសគេនោះមិនបានទេយើងមិនចូលស្របទេគេគ្មានទេពកោសល្យស្អីទេយើងមានទេពកោសល្យបំផុតនៅក្នុងគ្រួសារស៊ូយើងជាយុវជនហើយស្ទើរតែជំនាន់ដំបូងយើងមកដើម្បីប្រកួតអក្សរសាស្ត្រនៅទីនេះតែគេទុកជាស្អីទៅគេគ្រាន់តែមនុស្សគោសម្អាងអីឈ្នះយើងទៅបិទមាត់ទេខ្ញុំលោកគ្រូសុផាំងយើងខ្ញុំហើយឆាប់បិទមាត់ភ្លាមទៅកូនប្រុសលោកប៉ាលោកគ្រូស៊ីបាននិយាយឲ្យសមត្ថភាពរបស់ឯងមិនស្មើនឹង1/10នៃស៊ូអ៊ីនតនផងលោកតាខ្ញុំពីថ្ងៃនេះទៅឯងយល់ហើយវាអាស្រ័យទៅលើព្រះអង្គម្ចាស់ជាអ្នកណែនាំខ្ញុំយល់ថាព្រមទុកឲ្យអ៊ីនតនតំណាងឲ្យគ្រួសារស៊ូធ្វើឲ្យការភ្ញាក់ផ្អើលនៃអក្សរសាស្ត្ររបស់គេម្ដងចុះណាដូចជាអ៊ុតក្អែងក្អាងពេកហើយធ្វើឲ្យភ្ញាក់ផ្អើលអីមិនដែរគួរឲ្យអស់សម្ដៅពិតជាគួរឲ្យអស់សម្ដៅខ្លាំងណាស់យើងមិនតាន់យកព្រមឯណាអាយ៉ាចាត់ទុកថាលោកតាអម្បឯងទៅចុះណាល្អឬចុងក្រោយនោះក៏ឯងជាមនុស្សគោសុទ្ធតែអ្នកទាំងអស់គ្នាដឹងឮហេតុអីស្រាប់តែឯងនេះលេងគោទៅវិញហើយក្នុងពេលនេះស្រាប់តែនិយាយតែម្ដងអញ្ចឹងនេះជាបទល្មើសបញ្ឆោតព្រះអង្គម្ចាស់ហើយស្រាប់តែនិយាយតែម្ដងគួរចម្លែកមែនទេស្រាប់តែចេះនិយាយតែម្ដងមើលទៅគួរចម្លែកខ្លាំងណាស់អាចចូលទៅអង្គុយនៅខាងក្នុងបានទេឈើអញ្ចឹងដូចជាហត់បន្តិចហ្នឹងអ្វីទៀតយើងមិនចង់និយាយទេចៅប្រុសគ្រួសារសិននេះពិតជាគ្មានជីវធម៌សោះលោកចាំមិនតនិយាយអស់ថាហត់ទៅហើយមើលទៅគ្រួសារស៊ូគ្មានការអប់រំទេត្រូវហើយពីមុនថាគេត្រូវបណ្ដេញចេញល្អទាំងអស់គ្នាសូមអញ្ជើញចូលក្នុងសូមអញ្ជើញល្អអ្នកទាំងអស់គ្នាសូមអញ្ជើញចូលក្នុងទៅ
អស់គ្នាពិតជាមើលឃើញហើយតែចាប់តាំងពីយប់នោះមកយើងនឹងថាឯងពិតជាមិនសមត្ថភាពគួរឲ្យភ្ញាក់ផ្អើលចំពោះរឿងម្ដាយឯងគឺគ្រួសារស៊ូយើងមិនគប្បីជាមួយនឹងពូគាត់តែពេលនេះឯងត្រូវតែជួយយើងរឿងមួយព្រះអង្គជាណានមើលរបបក្នុងរយៈពេលយូរជាមួយនឹងគ្រួសារស៊ូយើងទេយើងត្រូវតែធ្វើឲ្យគេចាប់អារម្មណ៍ទៅបានយើងមិនមែនគ្រួសារស៊ូទេសម្ងអីយើងត្រូវជួយពួកឯងប៉ុន្តែឯងតកូលស៊ូតើពីយ៉ាងម៉េចអញ្ចឹងឥឡូវនេះយើងមិនមែនតកូលស៊ូតទៅទៀតនោះទេយើងឈ្មោះវ៉ាន់ធានយើងបោះឲ្យទៅចុះណាមានសំណុំពើមួយនិយាយមកចុះណាយើងនៅម្ដាយយើងនៅក្រៅទទួលរឿងការលំបាករាប់ឆ្នាំយើងរងទុក្ខលំបាកច្រើនបានស្លាប់ដោយសារជំងឺយើងត្រឡប់មកវិញលើកនេះមិនមែនដើម្បីចោះចូលគ្រួសារស៊ូនោះទេគឺយើងរកយុត្តិធម៌ជូនគាត់សន្និសីទអក្សរសាស្ត្រថ្ងៃនេះបើសិនជាយើងឈ្នះដំបូងលោកស៊ូហុងជាព្រមទាំងសមាជិកគ្រួសារស៊ូស្លៀកពាក់សគឺស្លៀកពាក់ទៅសែនភ្នោម្ដាយរបស់ខ្ញុំដើម្បីថ្វាយបង្គំគាត់ហើយនិយាយថាគ្រួសារស៊ូមានភ្នែកតែគ្មានប្រស្រីអាចចង្រៃឯងកំពុងនិយាយពីប្រាស័យលោកប៉ាគេជាស្អីទៅគេស្មានតែឲ្យបង្ហាញពីទេពកោសលអស្ចារ្យរបស់គេឲ្យឆាប់បិទមាត់ភ្លាមរបស់យើងក៏ហើយកាលពី7ឆ្នាំមុនដោយសារតែម៉ាក់បង្កើតខ្ញុំដែលជាមនុស្សកើបែបនេះត្រូវបណ្ដឹងចេញពីគ្រួសារស៊ូនៅទីនេះធ្វើស្អីមិនកុំឆាប់រៀបចំលើតុនេះទៅថ្ងៃនេះថែម៉ោងចំណេញប្រាក់50យន់ក្រែថែចង់ទិញប្រវត្តិតែ24ម៉ែនទេខ្វះ1000យន់ទៀតគឺទិញឲ្យអញបានហើយថ្ងៃនេះយើងនឹងយកឲ្យឈ្នះគ្រួសារស៊ូទាំងមូលថ្ងៃស្អែកយើងនឹងខ្លាចជាមេដឹកនាំនៃគ្រួសារស៊ូគឺស៊ូហុងជាស្ម័គ្រចិត្តដោយខ្លួនឯងទៅក្នុងផ្លូវរបស់ម៉ាក់ថ្វាយបង្គំ3ដងនិងសំពះ9ដងអោនក្បាលនិយាយថាគ្រួសារស៊ូមានភ្នែកគ្មានប្រស្រីខ្ញុំឈ្មោះស៊ូអ៊ីងតុនម្ដាយរបស់ខ្ញុំប្រហែលជាមិនរស់ទេខ្ញុំមិនដែលបានហៅលោកថាលោកប៉ាមួយម៉ាត់លោកប៉ាអាចមកមើលម៉ាក់បានទេ